រឿងវិញ្ញាណម្ដាយតាមរកកូនរាត្រីដ៏ខ្មៅងងឹតត្រចៀកដ៏ឆ្អឹងចង់បក់រវិតកាត់ដាំពោធំបង្កើតជាសំឡេងធ្ងួយធ្ងរគួរឲ្យខ្លាចសីហាដែលមានចិត្តអកុសលបាងដើរសំដៅទៅផ្ទះស្រីមុំក្នុងដំណើរក្រប់ស្រីមុំកំពុងបង្ពេកូនតូចក្នុងអង្រឹងទាំងញញឹមខណៈដែលស្រមោលមរណៈរបស់សីហាកំពុងលូនចូលមកយ៉ាងស្ងៀមស្ងាត់ពីក្រោយខ្នងសីហាបានស្ទុះទៅច្របាច់កស្រីមុំយ៉ាងសាហាវខូខៅដើម្បីប្លន់យកមាសប្រាក់ដែលនាងសន្សំទុកសម្រែកធ្ងន់ចុងក្រោយរបស់នាងត្រូវរលាយបាត់ក្នុងភាពងងឹតក្រោយពីសម្លាប់ម្ដាយយ៉ាងរន្ធត់សីហាបានឆក់យកតែរកតូចចេញពីអង្រឹងរួចយកទៅបោះបង់ចោលក្នុងព្រៃជ្រៅយ៉ាងអនាចធម៌បំផុតស័ព្ទរបស់ស្រីមុំត្រូវបានសីហាយកទៅកប់លាក់ក្នុងវាលស្ទឹងដែលគ្មាននរណាម្នាក់ដឹងឮក្រៅពីហ្វូងសត្វទីទុយដែលស្រែកយំយ៉ាងគ្រលួចប៉ុន្មានថ្ងៃក្រោយមកវិញ្ញាណរបស់ស្រីមុំមិនបានទៅណាឆ្ងាយឡើយនាងបានក្លាយជាខ្មោចដ៏កំណាចដែលមានសក់វែងអន្លាយនិងភ្នែកក្រហមឆ្អៅដោយគំនុំនៅពេលយប់ស្ងាត់សីហាបានឮសំឡេងស្រីមុំបំពេកូនយ៉ាងគ្រលួចនៅក្រោមផ្ទះរបស់គេកូនអើយម៉ែមកវិញហើយកូននៅឯណាសំឡេងនោះធ្វើឲ្យគេព្រឺរោមខ្ញាស់សីហាបើកបង្អួចមើលស្រាប់តែឃើញស្រីមុំឈរនៅកណ្ដាលវាលស្រែខ្លួនប្រាណជោកដោយភពនិងមានក្លិនស្អុយរលួយសាយភាពីស្ពីនអាកាសស្រីមុំចាប់ផ្ដើមលូនឡើងតាមជញ្ជាំងផ្ទះសំឡេងក្រចាក់អូតលើឈើក្រកក្រកធ្វើឲ្យបេះដូងសីហាលួចញប់ស្ទើរផ្ទុះចេញពីទ្រូងភ្នែកដ៏គួរឲ្យខ្លាចរបស់ខ្មោចស្រីមុំបានសម្លឹងមកចំសីហានាងស្រែកចូលដោយសំឡេងផ្ទុះកំហឹងយកកូនអញមកវិញយកកូនអញមកវិញសីហារត់ចេញពីផ្ទះទាំងភ័យស្លន់ស្លោប៉ុន្តែមិនថារត់ទៅដល់ណាក៏ឃើញតែសម្រោលស្រីមុំដេញតាមពីក្រោយជានិច្ចគ្មានផ្លូវគេចរួចឡើយវិញ្ញាណស្រីមុំបានបង្ហាញរូបរាងដ៏រន្ធត់ខ្លួនប្រាណដាច់ដោចបង្ហាញពីទុក្ខវេទនាដែលនាងបានទទួលមុនពេលស្លាប់នាងឡោមព័ទ្ធសីហាដោយផ្សែងខ្មៅងងឹតសីហាដួលសន្លប់នៅមុខវត្តមួយកន្លែងដែលញាក់ភូមិបានប្រទះឃើញរួចប្រញាប់ទៅបួងសួងសុំឲ្យលោកគ្រូទៀបជួយសង្គ្រោះលោកគ្រូទៀបដែលជាគ្រូមន្តអាគមដ៏ខ្លាំងពូកែបានយាងមកដល់ជាមួយនឹងខ្សែចង្កេះនិងទឹកមន្តដើម្បីឲ្យឈប់ពីកំណែតនេះលោកគ្រូទៀបបានសូត្រមន្តការពារខណៈដែលខ្មោចស្រីមុំព្យាយាមចូលមកសម្លាប់សីហាពន្លឺពណ៌មាសចេញពីការសូត្រមន្តបានរុញច្រានវិញ្ញាណនោះចេញសីហាបានភ្ញាក់ឡើងទាំងញាប់ញ័ររួចសារភាពរាល់អំពើបាបកម្មដែលខ្លួនបានធ្វើប៉ុន្តែកម្មពៀមិនអាចជៀសផុតឡើយគេបានខាំងបេះដូងស្លាប់ភ្លាមៗដោយភាពភ័យខ្លាចខ្លាំងពេកលោកគ្រូទៀបបានប្រើមន្តអាគមដោះលែងវិញ្ញាណស្រីមុំដោយពន្យល់ថាការសងសឹកនាំមកនៅតែទុកនាងបានយំសោកបោកខ្លួនមុនពេលរលាយបាត់ទៅក្នុងពន្លឺទីបំផុតវិញ្ញាណស្រីមុំបានទៅចាប់ជាតិជាថ្មីចំណែកឯសីហាទ្រង់រងទុក្ខក្នុងនរកលោកតាមកម្មពៀរបស់ខ្លួនភូមិទាំងមូលត្រឡប់មកមានសេចក្តីសុខវិញ